ទម្រង់មុខនិងការបញ្ចេញមតិរបស់វាជាញឹកញាប់បង្កើតចំណាប់អារម្មណ៍ជាលើកដំបូងបញ្ជូនសារអំពីអារម្មណ៍សុខភាពភាពរឹងមាំនិងអាយុយូរទៅផ្ទៃមុខមានការប្រែប្រួលទាក់ទងនឹងអាយុដែលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ធុញទ្រាន់ខឹងក្រៀមក្រំឬចាស់ជាងអ្វីដែលពួកគេគិតការផ្លាស់ប្ដូរទាំងនេះច្រើនតែចាប់ផ្ដើមនៅតំបន់ចិញ្ចើមឬថ្ងាសរួមទាំងការបង្កើតស្នាមជ្រួញនៅលើថ្ងាសចន្លោះចិញ្ចើមនិងការយាធ្លាក់នៃចិញ្ចើមការបន្តឹងស្បែកថ្ងាសឬលើកចិញ្ចើមអាចលើកចិញ្ចើមនិងកាត់បន្ថយភាពជ្រីវជ្រួញស្ដារឡើងវិញនៅភាពរឹងមាំនិងក្មេងជាងវ័យដល់ផ្នែកខាងលើនៃទម្រង់មុខមុននឹងអ្នកអាចយល់ពីនីតិវិធីលើកថ្ងាសអ្នកត្រូវយល់អំពីទម្រង់ផ្ទៃមុខខាងក្រោមក៏ដូចជាដំណើរការផ្លាស់ប្ដូរនៃភាពចាស់នៅត្រង់បន្ទាត់ចិញ្ចើមទម្រង់មុខត្រូវបានបង្កើតឡើងដោយស្រទាប់ស្បែកសាច់ដុំនិងខ្លាញ់យូរទៅកត្តាអាយុនិងបរិស្ថានដូចជាការប៉ះពាល់នឹងពន្លឺព្រះអាទិត្យអាចធ្វើឲ្យបណ្ដាញនៃសរសៃ elastin និង collagen នៅក្នុងស្បែកចុះខ្សោយជាលទ្ធផលស្បែកបាត់បង់រចនាទម្រង់និងការបាត់បែកធ្វើឲ្យវារលុងលើសពីនេះស្រទាប់សាច់ដុំចុះខ្សោយបន្តិចម្ដងហើយហៅប៉ៅខ្លាញ់ដែលដើរតួជាស្រទាប់រវាងស្បែកនិងឆ្អឹងខាងក្រោមក៏ធ្លាក់ចុះទៅតាមពេលវេលាផងដែរនៅពេលដែលខ្លាញ់រលាយបន្ទាត់នៅចិញ្ចើមរបស់អ្នកក៏កាន់តែលេចធ្លោយ៉ាងច្បាស់ការបន្តឹងស្បែកថ្ងាសអាចកាត់បន្ថយរូបរាងនៃបន្ទាត់ថ្ងាសនិងលើកបន្ទាត់ចិញ្ចើមលទ្ធផលជាញឹកញាប់អាចធ្វើឲ្យអ្នកមើលទៅក្មេងជាង10ឆ្នាំក្នុងចំណោមវិធីផ្សេងៗដែលវេជ្ជបណ្ឌិតអាចកែលម្អរូបរាងចិញ្ចើមរបស់អ្នកបច្ចេកទេសមួយដែលកំពុងពេញនិយមគឺការបន្តឹងស្បែកថ្ងាសដោយអង់ដូស្កូបបច្ចេកទេសនេះពាក់ព័ន្ធនឹងការធ្វើឲ្យមានស្នាមវះតូចៗនៅក្នុងរង្វង់ជើងសក់ជុំវិញថ្ងាសបន្ទាប់ពីការបញ្ចូលអង់ដូស្កូបទៅក្នុងការវះកាត់វេជ្ជបណ្ឌិតវះកាត់ប្រើឧបករណ៍វះកាត់តូចៗដើម្បីបំបែកជាលិកាផ្ទៃមុខចេញពីចិញ្ចើមក៏ដូចជាសកម្មភាពនិងមុខងារសាច់ដុំផងដែរបន្ថែមពីនេះរោមចិញ្ចើមអាចត្រូវបានផ្លាស់ប្ដូរទៅទីតាំងខ្ពស់ជាងមុនដើម្បីធ្វើឲ្យផ្នែកខាងលើនៃទម្រង់មុខមានភាពស្រស់ថ្លាឡើងវិញជារឿងសំខាន់ដែលត្រូវកត់សម្គាល់នោះគឺលោកអ្នកដែលមានទំពែកជ្រុះមានជើងសក់បញ្ច្រាស់ទៅក្រោយឬខ្ពស់ឬធ្លាប់វះកាត់ត្របកផ្នែកខាងលើពីមុនមកប្រហែលជាមិនស័ក្តិសមនឹងនីតិវិធីនេះទេទោះជាយ៉ាងណាក៏ដោយនៅក្នុងករណីទាំងនេះវេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំអំពីនីតិវិធីវះកាត់ឬការព្យាបាលផ្សេងៗទៀតដើម្បីសម្រេចបាននូវលទ្ធផលដែលអ្នកចង់បានការលើកថ្ងាសអាចចំណាយពេលពី1ទៅ3ម៉ោងអាស្រ័យលើនីតិវិធីនិងបច្ចេកទេសដែលបានប្រើមុនពេលវះកាត់សក់របស់អ្នកនឹងត្រូវបានកាត់ទៅតាមខ្សែបន្ទាត់និងត្រូវបានសិតបញ្ច្រាស់និងចងមកវិញក្រៅពីនេះវេជ្ជបណ្ឌិតវះកាត់នឹងលាបថ្នាំអង់ទីប៊ីយោទិកដើម្បីការពារសក់របស់អ្នកផងដែរតំបន់វះកាត់នឹងត្រូវបានលាងសម្អាតមេរោគហើយបន្ទាប់វះកាត់នឹងត្រូវបានគូសនៅលើការវះកាត់នឹងត្រូវបានអនុវត្តជាមួយនឹងការប្រើថ្នាំសន្លប់បូករួមទាំងការ sedation ដែលនឹងធ្វើឲ្យថ្នាំស្ពឹកតំបន់វះកាត់ដែលនឹងធ្វើឲ្យលោកអ្នកសម្រាកពេញមួយវគ្គក្នុងកំឡុងពេលវះកាត់វេជ្ជបណ្ឌិតវះកាត់ក៏អាចជ្រើសរើសការប្រើថ្នាំសន្លប់ទូទៅផងដែរមិនដូចស្នាមវះនៅខាងក្រៅសរសៃសក់ទេស្នាមវះក្នុងការវះកាត់បន្តឹងស្បែកថ្ងាសគឺតូចណាស់ជាធម្មតាវេជ្ជបណ្ឌិតវះកាត់នឹងធ្វើការវះកាត់ពី3ទៅ5កន្លែងនៅក្នុងស្បែកក្បាលនិងតំបន់សៀតផ្កាដោយសារស្នាមវះទាំងនេះមានទំហំតូចស្លាកស្នាមជាលទ្ធផលនឹងត្រូវបានលាក់នៅក្នុងសក់ដើម្បីចាប់ផ្ដើមវេជ្ជបណ្ឌិតវះកាត់នឹងបញ្ជូនឧបករណ៍អង់ដូស្កូបចូលទៅក្នុងស្នាមវះនៅលើស្បែកក្បាលដោយប្រើចលនាថយក្រោយវេជ្ជបណ្ឌិតវះកាត់នឹងបន្ធូរនិងកាត់ជាលិកាចេញពីផ្នែកកណ្ដាលនិងផ្នែកខាងក្រោយនៃឆ្អឹងថ្ងាសជាមួយនឹងការវះកាត់នៅត្រង់តំបន់សៀតផ្កាវេជ្ជបណ្ឌិតនឹងបន្តលើកជាលិកានៅក្នុងសៀតផ្កាទីបំផុតជាលិកានៅតំបន់រោមចិញ្ចើមប្រែជាអាចបត់បែនបានដែលអនុញ្ញាតឲ្យគ្រូពេទ្យវះកាត់មិនត្រឹមតែធ្វើការលើកចិញ្ចើមប៉ុណ្ណោះទេថែមទាំងអាចចូលទៅកាន់សាច់ដុំនៅតំបន់នោះដែលត្រូវបានដកចេញក្នុងកំឡុងពេលវះកាត់ផងដែរជាទូទៅមានសាច់ដុំ3ផ្សេងគ្នានៅលើមុខដែលត្រូវបានព្យាបាលរួមមានសាច់ដុំថ្ងាសសាច់ដុំចិញ្ចើមនិងសាច់ដុំត្រីកោណនៅត្រង់ចន្លោះចិញ្ចើមដោយដែលអ្នកបានដឹងហើយថាចលនាសាច់ដុំថេរបង្កើតស្នាមជ្រួញខុសៗគ្នានៅក្នុងសាច់ដុំផ្សេងៗគ្នាដោយប្រើបច្ចេកទេសផ្សេងៗគ្នាវេជ្ជបណ្ឌិតរបស់អ្នកនឹងដោះស្រាយស្នាមជ្រីវជ្រួញទាំងនេះដោយយកតំបន់តូចៗនៃសាច់ដុំផ្សេងៗគ្នាចេញដោយប្រុងប្រយ័ត្នវេជ្ជបណ្ឌិតវះកាត់នឹងជ្រើសរើសព្យាបាលសាច់ដុំមួយផ្នែកឬទាំងអស់អាស្រ័យលើលក្ខណៈនៃការវះកាត់តាមរយៈការកែតម្រូវសាច់ដុំនៅតំបន់នោះវេជ្ជបណ្ឌិតវះកាត់នឹងគ្រាន់តែប៉ះពាល់ដល់សកម្មភាពសាច់ដុំធម្មតាដោយមិនធ្វើឲ្យប៉ះពាល់ដល់មុខងារសាច់ដុំសំខាន់ៗនោះទេជាលទ្ធផលស្នាមជ្រួញនឹងត្រូវបានកាត់បន្ថយហើយសាច់ដុំរបស់អ្នកនឹងបន្តធ្វើការដើម្បីបង្កើតការបញ្ចេញទឹកមុខលើសពីនេះវេជ្ជបណ្ឌិតនឹងលើកចិញ្ចើមឲ្យខ្ពស់ជាងមុនមានវិធីជាច្រើនដើម្បីលើកចិញ្ចើមជាមួយនឹងលទ្ធផលស្រដៀងគ្នាឧទាហរណ៍វេជ្ជបណ្ឌិតវះកាត់អាចជ្រើសរើសបញ្ចូល endotin រវាងជាលិកានិងឆ្អឹងដុំពកភ្ជាប់នឹងឆ្អឹងហើយបំណះ endotin
tối để xa chỉ chơi lực cá nên còn lại của chiêng giang quanh tiệt với chắc mình đặt ở bọn nè ai chơi được pra thân đế đầm bầy lớp chỉnh chạm cái đen này chui ở group bẹt tiền rôm chỉnh chạm làng lơ là bằng cát ai miên bằng tuột chỉnh chạm rồi lồng chiêng bằng tóc bị thưa ca đầm đời chăm bạch group bẹt ở bọn nè ai nặng bằng pung bằng hồ tật tốt mùi nơi không đầm bọn nụ hai viên đừng trời ban yok tranh bằng tóc bị pí từ 7 ngày bằng tóc mốc với chắc mình đặt nông pra thân đế đầm bầy bật một bùa bật rư rôm bóngนึกក្នុងករណីមួយចំនួនទោះបីជាវិជ្ជបណ្ឌិតមួយចំនួនមិនចូលចិត្តបង់រំណាមួយក៏ដោយដូចទៅនឹងការវះកាត់គ្រប់ប្រភេទដែរលោកអ្នកនឹងជួបប្រទះភាពមិនស្រួលហើមនឹងស្នាមជាប់នៅតំបន់ផ្នែកខាងលើនៃទម្រង់មុខនិងជុំវិញភ្នែកដែលទាំងអស់នេះអាចធូរស្រាលបានដោយធ្វើការស្អំទឹកកកឬប្រើថ្នាំបំបាត់ការឈឺចាប់វិជ្ជបណ្ឌិតនឹងណែនាំអ្នកឲ្យរក្សាក្បាលរបស់អ្នកឲ្យត្រង់នៅក្នុងកំឡុងពេលដំណើរការនេះជាសះស្បើយដើម្បីកាត់បន្ថយការហើមនិងស្នាមជាប់ប្រសិនបើបំពង់បង្ហូរតូចមួយត្រូវបានគេដាក់នៅក្នុងកន្លែងវះកាត់នឹងត្រូវបានយកចេញបន្ទាប់ពី1ថ្ងៃខណៈដែលស្នាមដេរអាចនឹងត្រូវបានទុកនៅនឹងកន្លែងរយៈពេល4ទៅ7ថ្ងៃទោះបីជាអ្នកអាចត្រឡប់ទៅធ្វើការវិញបានបន្ទាប់ពីប្រហែល1សប្តាហ៍ក៏ដោយការហើមនិងស្នាមជាប់អាចចំណាយពេលច្រើនសប្តាហ៍ដើម្បីជាសះស្បើយទាំងស្រុងអ្វីដែលសំខាន់នោះគឺលោកអ្នកគួរជៀសវាងសកម្មភាពដែលធ្វើធ្ងន់ដូចជាការលើកឬធ្វើលំហាត់ប្រាណយ៉ាងហោចណាស់2ទៅ3សប្តាហ៍បន្ទាប់ពីការវះកាត់ដើម្បីធានាបាននូវពេលវេលានៃការជាសះស្បើយគ្រប់គ្រាន់លោកអ្នកអាចនឹងឃើញលទ្ធផលបានយ៉ាងឆាប់រហ័សក្រោយការវះកាត់ហើយនឹងកាន់តែមានការកត់សម្គាល់បន្ទាប់ពី2ទៅ3សប្តាហ៍ខណៈដែលការហើមនិងស្នាមជាប់នឹងបាត់ទៅវិញជាលំដាប់ដោយសារតែមនុស្សគ្រប់គ្នាជាសះស្បើយក្នុងអត្រាផ្សេងៗគ្នាវាអាចចំណាយពេលច្រើនខែដើម្បីមើលលទ្ធផលពេញលេញខណៈពេលដែលអ្នកនឹងមានស្នាមតូចអចិន្ត្រៃយ៍ពួកវានឹងត្រូវបានលាក់ដោយសក់របស់អ្នកជារឿងសំខាន់ដែលអ្នកត្រូវដឹងនោះគឺការបន្តឹងស្បែកថ្ងាសនឹងមិនបញ្ឈប់ភាពចាស់ជរានោះទេទោះជាយ៉ាងណាក៏ដោយការវះកាត់អាចកាត់បន្ថយភាពជ្រីវជ្រួញក៏ដូចជាដោះស្រាយចិញ្ចើមដែលយាធ្លាក់ជួយឲ្យផ្នែកខាងលើនៃទម្រង់មុខរបស់អ្នកមានភាពក្មេងជាងវ័យឡើងវិញក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀតមន្ទីរពេទ្យកែសម្ផស្សវិតមីប្រែក្លាយសម្បត្តិរបស់អ្នកឲ្យទៅជាការពិត